វត្តតាំងរលៀងដែលស្ថិតនៅក្នុងភូមិតាំងរលៀងគុំកំពង់ពពលស្រុកពីរាំងខេត្តព្រៃវែងដែលមានការខ្វះខាតហេដ្ឋារចនាសម្ព័ន្ធមួយចំនួនពុំទាន់សាងសង់រួចរាល់នៅឡើយហេតុនេះទើបឯកឧត្តមគឹមវណ្ណាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកពីរាំងនិងសហការីដែលមានសទ្ធាជ្រះថ្លាក្នុងវិស័យព្រះពុទ្ធសាសនាបានផ្ដួចផ្ដើមដង្ហែអង្គកឋិនទានដ៏ធំមួយដើម្បីកសាងសមិទ្ធផលនានាបន្ថែមក្នុងវត្តកាលពីថ្ងៃទី14ខែវិច្ឆិកាឆ្នាំ2024កន្លងទៅនេះបច្ច័យដែលបានទទួលបានពីអង្គកឋិនទានទាំងមូលបានចំនួន$19,000ក្នុងឱកាសនោះឯកឧត្តមគឹមវណ្ណាក៏បានថ្លែងកោតសរសើរនិងបានវាតម្លៃខ្ពស់ដល់ព្រះសង្ឃរួមនឹងគណៈកម្មការអាចារ្យវត្តដែលបានខិតខំប្រឹងប្រែងក្នុងការគៀងគររកបច្ច័យយកមកកសាងវត្តឲ្យមានការរីកចម្រើនជាបន្តបន្ទាប់ឯកឧត្តមក៏បានចាត់ទុកសកម្មភាពនេះគឺជាការរួមចំណែកដ៏សំខាន់លើការទ្រទ្រង់វិស័យព្រះពុទ្ធសាសនាឲ្យងើបឡើងវិញបន្ទាប់ពីរបបប្រល័យពូជសាសន៍ប៉ុលពតបានបំផ្លាញស្ទើរគ្មានសល់បច្ចុប្បន្នក្រមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្ដេចធិបតីហ៊ុនម៉ាណែតជានាយករដ្ឋមន្ត្រីបន្តពីសម្ដេចតេជោហ៊ុនសែនយើងបានកសាងឡើងវិញនៅទីអារាមរាប់ពាន់វត្តព្រមទាំងមានព្រះសង្ឃរាប់ម៉ឺនអង្គហើយមានពុទ្ធសាសនិកនៅទូទាំងប្រទេស